កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់បានបើកការវាយប្រហារលើកទី82ក្រោមប្រតិបត្តិការ True Promise 4 កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលលើកទី82ក្រោមប្រតិបត្តិការ True Promise 4 នៅក្នុងសង្គ្រាមជាមួយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកតាមរយៈវីដេអូដែលបញ្ចេញកាលពីថ្ងៃប្រហ័សទី26ខែមីនាឆ្នាំ2026បានបង្ហាញពីការបាញ់មីស៊ីលមួយចំនួនប៉ុន្តែការបដិឆេទនិងទីតាំងពិតប្រាកដនៃវីដេអូដែលបញ្ចេញដោយកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់នេះគេនៅមិនទាន់អាចបញ្ជាក់ដោយឯករាជ្យនៅឡើយទេកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់បន្ថែមថាការវាយប្រហារលើកទី2នៃប្រតិបត្តិការ True Promise 4ត្រូវបានអនុវត្តដោយជោគជ័យហើយប្រតិបត្តិការនេះមានការប្រើប្រាស់ drone អត្តឃាតបាញ់កំទេចគោលដៅដែលបានកំណត់ទុកជាមុននិងដើម្បីជាការលើកកម្ពស់ស្មារតីប្រជាជនដ៏ក្លាហាននៅតាមបណ្ដាខេត្តភាគខាងជើងនៃប្រទេសអ៊ីរ៉ង់ក្នុងពេលជាមួយគ្នាប្រទេសអ៊ីស្រាអែលបានរាយការណ៍ថាសម្លេងស៊ីរ៉ែនប្រកាសអាសន្នបន្លឺឡើងនៅក្នុងតំបន់មួយចំនួនរួមទាំងតំបន់ភាគខាងត្បូងនៃឈូងសមុទ្រមរណៈគួររំលឹកថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្ដើមវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ដោយទីក្រុងតេហេរ៉ង់បានវាយបកទៅវិញទៅលើអ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ស្របពេលចំនួននេះឈានចូលដល់សប្តាហ៍ទី4ហើយភាគីអ៊ីរ៉ង់រាយការណ៍ថាមានមនុស្សស្លាប់ជាង1500នាក់នៅក្នុងចំនួននេះចាប់តាំងពីសង្គ្រាមចាប់ផ្ដើមចំណែកសហរដ្ឋអាមេរិកបញ្ជាក់ថាមានទាហានយ៉ាងហោចណាស់13នាក់ស្លាប់និងជាង200នាក់រងរបួសរីឯខាងអ៊ីស្រាអែលទទួលស្គាល់ថាមានអ្នកស្លាប់ប្រហែល20នាក់